បើក្បាលវីដេអូមកឡើងស្រស់ស្រាយបងប្អូនគ្នាអាកាសធាតុក៏ល្អទឹកក៏ថ្លាហើយបើថ្ងៃទៀតបងប្អូនគ្នាថ្ងៃនេះម៉ាក់ខ្ញុំគឺគាត់យកប្អូនខ្ញុំអាទី3នេះយកទៅដើរលេងនៅក្នុងផាកនេះបងប្អូនគ្នាហើយថ្ងៃហ្នឹងវាបើកថ្ងៃល្អបងប្អូនគ្នាវាក្តៅល្អអញ្ចឹងណាចឹងគាត់យកប្អូនខ្ញុំទៅលេងទៅហ្នឹងហើយបងប្អូនគ្នាឥឡូវកុំឲ្យចាំច្រើនយើងទៅមើលវីដេអូយើងអ្នកគ្នាណាណែបងប្អូនគ្នាដូចខ្ញុំនិយាយមកនោះអញ្ចឹងថ្ងៃហ្នឹងគឺម៉ាក់ខ្ញុំគឺគាត់នាំប្អូនអាទី3របស់ខ្ញុំពេលដែលយើងទៅរៀនអញ្ចឹងណាគឺគាត់នាំប្អូនអាទី3ខ្ញុំមកលេងនៅផាកខេត្តផាកពេលបងប្អូនគ្នាគឺមានតែចាបហើយនឹងទាបងប្អូនគ្នាមានចាបទាហើយនឹងកងានបងប្អូនមានតែមកកណហ្មងណាហើយអាសត្វចាបហ្នឹងអាហ្នឹងចាបហ្នឹងខ្ញុំឃើញតែពេលខ្ញុំទៅសមុទ្រអីខ្ញុំឃើញអាចាបមើលមកកណបងប្អូនគ្នាតែដល់ពេលនេះរៀងឆ្ងាយពីសមុទ្រដល់បងប្អូនគ្នាសមុទ្រជាប្រហែលជា1ម៉ោងអីដល់ពេលនេះក៏វាមានដែរបងប្អូនគ្នាអានៅលើទឹកដូចទឹកនេះហ្នឹងគឺវាមកដែរបងប្អូនហើយខ្ញុំមិនដឹងថាមកពីណាពីណីតែបងប្អូនមើលលើពេញទឹកហ្មងណានេះមានទាំងទាទាំងសត្វទាំងចាបទាំងអីហ្នឹងវាលើទឹកទាំងអស់ហ្មងបងប្អូនគ្នាវាដដើមយកមកហូបស៊ីបងប្អូនគ្នាមានអ្នកខ្លះគេមកបោះមកហូបបោះឲ្យវាស៊ីដូចថាបោះនំប៉័ងអ្នកខ្លះក៏ដាក់បោះចំណីឲ្យវាស៊ីអញ្ចឹងវាមកដដើមគ្នាស៊ីអញ្ចឹងបងប្អូនគ្នាហើយនេះបងខ្ញុំអាស្ត្រេតអាទី3ហ្នឹងគឺគេកាន់នំប៉័ងមកប្រទេសយកទៅឲ្យប្រៀបស៊ីបងប្អូនគ្នានំប៉័ងគេម្ដុំហ្នឹងណាបងប្អូនហើយនេះវាបាននំប៉័ងមួយហើយវាយកទៅបេះបោះដាក់ឲ្យអាព្រៀបនេះស៊ីបងប្អូនគ្នានេះព្រៀបនេះវាទៅចិត្តទាទៅជាអីទេគឺវាមកឈរតឡៃនេះឯងបងប្អូនគ្នាហ្នឹងហើយវាមកនេះចឹកអីស៊ីបងប្អូនគ្នានេះហើយបងខ្ញុំវាខ្លាចអាព្រៀបនឹងខំក្បាលខ្លាចព្រៀបនឹងខំក្បាលវាយកទៅនំប៉័ងទៅដាក់នៅលើក្បាលតានាងបងប្អូនមួយវាបេះដល់ពេលបេះឲ្យបានបន្តិចវាខ្ជិលបេះវាទៅបោះចោលទៅនឹងឲ្យព្រៀបស៊ីហ្មងបងប្អូនគ្នាខ្ជិលបេះច្រើនពេកអញ្ចឹងណាហើយបងប្អូនអាកន្លែងនេះបងខ្ញុំវាឈរមើលយាយនេះគឺគាត់បោះចំណៃឲ្យសត្វស្រីសត្វឲ្យសត្វព្រៀបនឹងស៊ីបងប្អូនគ្នាបានអ្នកខ្លះគេមានចំណៃសត្វគេយកមកអញ្ចឹងបងប្អូនគ្នាបន្ទាប់មកបើអ្នកខ្លះបើគេមាននំប៉័ងសល់មានអីអញ្ចឹងគេយកមកបោះឲ្យព្រៀបឲ្យទាឲ្យអីស៊ីដែរបងប្អូនគ្នាណាដោយបងប្អូនឃើញយាយមិនអញ្ចឹងក៏គាត់យកអីគេយកមកដាក់បាតទាំងថងហ្មងបងប្អូនគ្នាដាក់បាតចំណៃឲ្យសត្វស៊ីបងប្អូនហើយបើយាយតាមួយទៀតមិញវិញគឺគាត់យកកធនបងប្អូនគ្នាយកបន្លែមកកធនយកមកបាចនៅលើទឹកឲ្យទាសៀងបងប្អូនគ្នាហើយបន្ទាប់ពីយើងឲ្យចំណៃឲ្យអីវាស៊ីហើយក៏យើងដើរ continue ដើរទៅទៀតបងប្អូនគ្នានេះគឺគាត់ដើរទៅចង់ដើរទៅក្រោយមកខាងទៀតហើយបងប្អូនយើងមើលពីខាងនេះទៅខាងនោះមកឃើញស្ទតែដើមឈើធំហើយមានរុក្ខជាតិពណ៌ខៀវច្រើនហ្មងបងប្អូនគ្នាពណ៌បៃតងណានឹងបងប្អូនហើយមេក៏ក្តៅដែរគឺថាឡើងតំណងសុបាយថាមែនតើហ្មងណាគួរឲ្យចង់ទៅលេងហ្មងបងប្អូនគ្នាពេលម៉ាក់ខ្ញុំគាត់ថតហ្នឹងគឺខ្ញុំបានទៅទេព្រោះខ្ញុំហើយនឹងបងប្អូនខ្ញុំអត់ទី2ហ្នឹងគាត់បានទៅទេអញ្ចឹងហើយខ្ញុំឃើញពេលចូលសលេងនេះគឺចង់ទៅមែនតើបងប្អូនគ្នាហើយនេះបងប្អូនគ្នាពេលម៉ាក់ខ្ញុំគាត់ចូលមកគឺសិតតែកងានហ្មងបងប្អូនគ្នានេះបើយើងថតអញ្ចឹងគឺអត់សូវអត់ឃើញធំហ្មងបងប្អូនគ្នាតែនៅក្រៅគឺថាធំខ្លាំងមែនតើហ្មងណាហើយកវាឡើងវែងបងប្អូនគ្នាមើលឡើងដូចកុកហ្មងណាហើយគឺវានាំគ្នាអង្គុយឡើងពេញដៃបងប្អូនគ្នាមើលវាដើរហើយវាអង្គុយឡើងពេញដៃហ្មងណាហើយបងប្អូនមួយទៀតខ្ញុំឆ្ងល់ខ្លាំងមែនតើហ្មងបងប្អូននៅកន្លែងនេះគឺមានស្ទតែទាស្ទតែកងានស្ទតែអីនៅនឹងឡើងពេញដៃគឺមិនខ្ញុំឆ្ងល់ថាមិនបានវាអត់ឃើញប៉ងអត់អីអញ្ចឹងបងប្អូនគ្នាប៉ងតែមកគាត់ឃើញដល់បងប្អូនគ្នាគឺវានៅឡើងពេញដៃហ្មងហើយបើពេលតាខ្ញុំគឺពេលដែលគាត់នៅមានទាមានមន់អីគឺដឹងតែទៅថាវាតប៉ងគ្រប់កន្លែងហ្មងនៅដីគេក៏ទានឹងវាប៉ងដែរតែនៅនេះខ្ញុំមិនដឹងមកចាស់ដាក់ឃើញអាកងាននឹងវាប៉ងអីទាំងបងប្អូនគ្នាហើយបងប្អូនឃើញជើងកងានមកបាញ់អត់នៅក្នុងជើងនៅលើជើងវាគឺគេមានពាក់កងអីនៅក្នុងលើជើងវាបងប្អូនគ្នាគឺខ្ញុំអត់សូវដឹងថាមិនបានគេដាក់កងជើងនៅលើជើងវាផងបងប្អូនគ្នាតែនៅគេដាក់លើជាប់ជើងវាអញ្ចឹងណាហើយនេះបងប្អូនគ្នាអាទៀនឡើងខ្ជូលខ្លាំងមែនតើហ្មងណាគឺគេហាទឹកមួយម៉ែគេឡើងខ្ជូលមានកូនគេ4ក្បាលហ្នឹងគឺគេហាទឹកវិញមកឡើងហ្នឹងអញ្ចឹងណាហើយបងប្អូនអានេះគឺខ្ញុំអត់ដឹងថាទាឬក៏ជាសត្វចាបអីមិនទេវាធ្វើផ្ទះនៅលើអាកន្លែងនេះហ្នឹងបងប្អូនគ្នាធ្វើផ្ទះនៅលើទឹកហ្នឹងអញ្ចឹងណាຕົកដាក់វាដូចថាក្រាបកូនក្រាបអីខ្ញុំអត់ដឹងដែរក្រាបប៉ងក្រាបអីបងប្អូនគ្នាតែវាដាក់នៅលើទឹកហ្នឹងខ្ញុំអត់ឆ្ងល់ថាហ្នឹងឬជាចាបឬក៏ជាទាហើយបងប្អូនគ្នាអាកន្លែងទឹកនេះគឺវាត្រជាក់ហើយវាថ្លាបងប្អូនគ្នាអញ្ចឹងបងប្អូនខ្ញុំវាដាក់ធ្លាក់ជើងវាចូលទៅក្នុងហ្នឹងអញ្ចឹងណាបងប្អូនគ្នាទឹកគេឡើងថ្លាហ្មងមកដល់មកខាងនេះគឺទឹកឡើងថ្លាហ្មងខ្ញុំអត់ដឹងថាមិនដែរតែសង្ស័យជាវានៅកន្លែងនេះគឺវាមានសត្វតិចជាងកន្លែងមែនបងប្អូនគ្នានេះមានតែពីក្បាលតែអញ្ចឹងទឹកឡើងថ្លាហ្មងណាកន្លែងនេះវារៀងទឹករៀងតអកតិចបងប្អូនគ្នាហើយលើទឹកគេមានស្លឹកឈុកទេបងប្អូនគ្នាតែមានផ្កាតែនៅនេះអស់ហើយបងប្អូនទាំងងានពេលយើងដើរទៅវិញគឺវាឡើង follow យើងបងប្អូនគ្នាវាចង់មាន food មានអីចឹងណាវាស្មានតែយើងឲ្យចំណៃឲ្យវាអញ្ចឹងវាដើរតាមបងប្អូនវាហែតាមណាហើយពេលយើងដើរជុំវិញហ្នឹងហើយអស់ហើយក៏គាត់នាំគ្នាដើរមកវិញនៅកន្លែង field នេះឲ្យវាក្តៅហងបងប្អូនគ្នាមិនរៀងបើថ្ងៃអញ្ចឹងទៅក៏យើងដើរមកនេះវិញបងប្អូនគ្នាមកដេញបងប្អូនខ្ញុំមកដេញចាប់ដេញតាប់ដេញអីចឹងណាហើយបងប្អូនឃើញអសសនៅលើដីហ្នឹងតិចស្មានតែអាចចាប់អាចអីចឹងបងប្អូនគ្នាមែនទេអាហ្នឹងគឺស្ទើរតែផ្កាបងប្អូនគ្នាផ្កាទូចផ្កាពណ៌សហ្នឹងនេះបងប្អូនខ្ញុំឆោបបេះទៅអង្គុយបេះនៅកន្លែងហ្នឹងចឹងណាតែអាហ្នឹងទៅផ្កាទេបងប្អូនគ្នាមួយធ្វើ
តែបងប្អូនអ្នកនេះផ្កាហ្នឹងគឺស្អាតខ្លាំងមែនតើហ្មងណាពេលព្រឹកព្រលឹមអីគឺវាមានថ្ងៃមានអីគឺវាឃើញយើងឃើញដូចជប៉ុនចង់ងំបងប្អូនអ្នកតែដល់ពេលមានថ្ងៃមកគឺវាលាស់ឡើងមកវិញឡើងស្អាតខ្លាំងមែនតើបងប្អូនមើលមើលនេះអាហ្នឹងឈ្មោះគេគឺឈ្មោះថាផ្កា Daisy បងប្អូនអ្នកគ្នាហើយបងប្អូនខ្ញុំកន្លែងនេះក៏ធ្វើដូចឆ្កាចឹងដូចកូនឆ្កាចឹងតែអស់គូតនៅដីចឹងបងប្អូនអ្នកគ្នាគឺថាមកវាឡើងខ្ជិលខ្លាំងមែនតើហ្មងណាមើលទៅអស់គូតឡើងដល់ណាបងប្អូនអ្នកគ្នាណាបងប្អូននេះវាអង្គុយអស់គូតហើយវាថាដេឌីមកវាដេឌីវាទៅទិញក្រែមឲ្យបងប្អូនបន្ទាប់ពីគេបានក្រែមហើយវារត់ទៅយកក្រែមយកវាអង្គុយញ៉ាំក្តិនមកពីមេឃក្តៅបងប្អូននេះអញ្ចឹងគេទិញក្រែមយកមកញ៉ាំបងប្អូនមករត់បានក្រែមមួយហ្នឹងមកអង្គុយលិតឲ្យទៅពេលទៅណាគឺញ៉ាំក្រែមរហូតបងប្អូនមើលនេះបានម្នាក់មួយអង្គុយចែកគ្នាញ៉ាំហើយវីដេអូយើងក៏ដល់ទីបញ្ចប់បងប្អូននេះខ្ញុំសូមអរគុណពីច្រើនដែលបានមើលវីដេអូខ្ញុំកុំភ្លេចចុច like ហើយនិង share ដល់បងប្អូនខ្ញុំអរគុណច្រើនបាយបាយ